ខ្ញុំសូមអបអរសាទរដល់លោកអ្នកដែលកើតនៅឆ្នាំកុលបងប្អូនអ្នកដែលកើតនៅឆ្នាំកុលរាសីរបស់លោកអ្នកក៏មហាឡើងដែរឡើងនេះមិនមែនឡើងធម្មតាទេឡើងខ្លាំងបងប្អូនណាបាទនៅពាក់កណ្ដាលខែ3ខែមិនិនានេះគឺចាប់ពីថ្ងៃទី10ខែមិនិនាហ្នឹងរហូតដល់ថ្ងៃទី20រយៈពេល10ថ្ងៃនេះអ្នកដែលកើតឆ្នាំកុលហ្នឹងក៏រាសីឡើងខ្លាំងដែរដូច្នេះអ្នកដែលកើតឆ្នាំកុលសប្បាយរីករាយអបអរសាទរបាទហើយឲ្យក្តីប្រាថ្នារបស់យើងបានសម្រេចដោយបំណងដែលយើងចង់បានលេខសំណាងអ្នកដែលកើតឆ្នាំកុលគឺលេខ312ចំណែកពណ៌សំណាងគឺពណ៌ផ្កាម៉ោង10បងប្អូនកូនក្មួយណាបាទអញ្ចឹងបងប្អូនអ្នកដែលកើតនៅឆ្នាំកុលសូមឲ្យបងប្អូនកូនក្មួយខមមិនលេខសំណាងគឺលេខ312ហើយពណ៌សំណាងគឺពណ៌ផ្កាម៉ោង10ចឹងបងប្អូនអ្នកដែលកើតឆ្នាំកុលទាំងអស់យើងខមមិននៅលេខសំណាងហើយយើង share ហើយយើងអាចរកសម្លៀកបំពាក់ពណ៌ផ្កាម៉ោង10យកមកពាក់បាទឥឡូវនេះយើងវិលមកកាន់ឆ្នាំរបស់យើងវិញមករយៈពេលចុងក្រោយនេះអ្នកដែលកើតឆ្នាំកុលគឺមិនមែនមិនសុខទេវាចូលលក្ខណៈវេទនាហ្មងបាទបើគ្រាន់តែមិនសូវសុខអានឹងអត់អីអាចកាយខៃបានប៉ុន្តែវេទនាហ្មងបាទទាំងរឿងលុយកាក់ទាំងសុខភាពទាំងការងារទាំងអ្វីគ្រប់បែបយ៉ាងអ្នកដែលកើតឆ្នាំកុលហ្នឹងគឺតឹងតែងមែនទែនហើយបើយើងក៏លេខកាលពីឆ្នាំ2025មួយឆ្នាំពេញឆាចោលអត់ទទួលបាននៅអ្វីដែលជាល្អទេអ្នកដែលកើតឆ្នាំកុលហ្នឹងព្រោះឆ្នាំកុលកាលពីឆ្នាំ2025គឺឆុងមក 100% អញ្ចឹងយើងឆាចោលហើយឥឡូវនេះយើងមកដល់ឆ្នាំ2026 3ខែហើយខែ1ខែ2ខែ3ហ្នឹងក៏មិនទាន់ទទួលបាននៅភាពជោគជ័យរីកចម្រើនដែរបាទលៀបជ័យវាចូលមកច្រើនប៉ុន្តែយើងចាប់យកអត់បានបាទលៀបជ័យចូលមកច្រើនណាចាប់យកអត់បានទាល់តែសោះបងប្អូនណាបាទឮតែដំណឹងប៉ុនយកអត់បានអាមកជំហានបានក៏យកមិនបានទៀតអញ្ចឹងណាហើយបើអ្នកដែលកើតឆ្នាំកុលបើពេលដែលមានលុយគឺចិត្តល្អណាស់ចែកម្លែកជួយដល់អ្នកដទៃគ្រប់បែបយ៉ាងគិតប្រយោជន៍អ្នកដទៃច្រើនជាងខ្លួនឯងខ្វល់ពីគេចេះជាងខ្វល់ខ្លួនឯងមនុស្សអ្នកកើតឆ្នាំកុលហើយមនុស្សមានគុណធម៌មនុស្សល្អប៉ុន្តែត្រូវបានគេមើលរំលងគុណធម៌នឹងល្អនឹងហើយគេមើលរំលងយ៉ាងម៉េចយើងជួយគេយើងស្រឡាញ់គេយើងលះបង់ដើម្បីគេគ្រប់បែបយ៉ាងប៉ុន្តែត្រឡប់មកវិញគេអត់បានឃើញអំពីការលះបង់របស់យើងទេអញ្ចឹងអ្នកដែលកើតឆ្នាំកុលហ្នឹងមកជីវិតធ្វើល្អគេមើលអត់ឃើញទេហើយបើនិយាយពីថាជួយយកអាសាគេជួយខ្លាំងបំផុតណាបាទអស់ពីខ្លួនទៅទៀតប៉ុន្តែដល់ពេលខ្លួនឯងមានតម្រូវការខ្វះខាតចង់ទទួលចង់ពឹងគេវិញគឺអត់បានដូចបំណងទេអញ្ចឹងអ្នកដែលកើតឆ្នាំកុលគេថាធ្វើគុណបានទោសបាទហើយបើជួយមនុស្សសត្វកពើជួយមនុស្សសត្វកពើយ៉ាងម៉េចជួយគេហើយស្រឡាញ់គេហើយលះបង់ដើម្បីគេហើយធ្លាប់មានគុណដល់គេហើយចុងក្រោយពួកអស់កពើទាំងអស់បែរថាធ្វើគុណបានគុណណាបាទចឹងអ្នកដែលកើតឆ្នាំកុលម្នាក់សឹងថាឈប់រាប់អានមនុស្សសុខចិត្តទិញឆ្កែមកចិញ្ចឹមឆ្កែចិញ្ចឹមឆ្មាវិញឆ្កែឆ្មាវាមានភាពស្មោះត្រង់ជាងមនុស្សព្រោះមនុស្សដែលអ្នកឆ្នាំកុលរាប់អានភាគច្រើនសិតតែងើបមកខំក្បាលអ្នកដែលកើតឆ្នាំកុលខ្លួនឯងហ្នឹងចឹងអ្នកដែលកើតឆ្នាំកុលល្មមភ្ញាក់ខ្លួនចាប់ពីថ្ងៃហ្នឹងទៅរៀនធ្វើមនុស្សអាត្មានិយមខ្លះទៅស្រឡាញ់ខ្លួនឯងឲ្យច្រើនជួយខ្លួនឯងឲ្យច្រើនទៅកុំគិតអ្នកដទៃគិតអ្នកដទៃខ្លាំងខ្លាពេកវាអត់មានប្រយោជន៍អីទេបាទព្រោះយើងដឹងគ្រប់គ្នាអ្នកកើតឆ្នាំកុលជួយគេច្រើនអាណែកអាណន់ប៉ុន្តែមិនដែលបានបុណ្យដែលបានប្រយោជន៍អីផងធ្វើគុណបានទោសចឹងរឿងបាបចាំគិតជាតិក្រោយណាប៉ុន្តែបើយើងមិនទៅចាប់លោភគេបើយើងមិនទៅដុតផ្ទះគេបើយើងមិនទៅកេងប្រវាញ់លើគេវាអត់មានបាបទេគ្រាន់តែថាមិនធ្វើបុណ្យជាមួយមនុស្សមិនធ្វើបុណ្យហ្នឹងមិនមែនថាមិនធ្វើទេធ្វើទៅតាមលទ្ធភាពទៅប៉ុន្តែបើគេមកខ្ចីលុយកុំឲ្យបើគេមកលួងកុំអាណិតគេពីព្រោះថាយើងត្រូវចងចាំថាយើងធ្វើបុណ្យដាក់អ្នកណាក៏ដោយក៏គេអត់ដែរមកសងគុណយើងវិញទេយើងជួបតែរឿងខកចិត្តអញ្ចឹងយើងសុខចិត្តធ្វើបុណ្យតាមរបៀបយើងវិញណាឲ្យលុយគេខ្ចីគេសងយើងវិញអត់ទេណោះអាណិតគេអាណិតយើងវិញអត់ទេនាំគេទៅដើរលេងប៉ាវគេស៊ីគេមានមកអរគុណយើងអត់ទេគេមានតែនិយាយដើមយើងថែមទៀតអញ្ចឹងអ្នកដែលកើតឆ្នាំកុលរឿងអយុត្តិធម៌វាជួបអស់ហើយអញ្ចឹងល្មមដឹងហើយពាក្យខ្មែរគេថាល្មមភ្ញាក់ខ្លួនហើយស្រីល្អចឹងឥឡូវនេះយើងមិនបាច់ខ្វល់ទេអ្នកដែលកើតឆ្នាំកុលរាសីរបស់លោកអ្នកពីថ្ងៃទី10ខែមិនិនាដល់ថ្ងៃទី20ខែមិនិនានេះ
រាសីយើងឡើងខ្លាំងចឹងកិច្ចការងារចំនួនជួញដូរមុខរបរការរកស៊ីគឺចាប់ផ្ដើមរលូនទៅមុខហើយរយៈពេល10ថ្ងៃនេះយើងអាចចាប់ឱកាសយើងអាចពង្រឹងនៅអ្វីដែលជាកិច្ចការងារប្រចាំថ្ងៃរបស់យើងហើយយើងនឹងទទួលបានលៀបសំណាងត្រឡប់មកវិញពីព្រោះថាតាមតារាសាស្ត្រដែលខ្ញុំបានទស្សន៍ទាយអ្នកដែលកើតឆ្នាំកុលហ្នឹងគឺជាកំពូលឆ្នាំដែលរាសីឡើងខ្លាំងនៅពាក់កណ្ដាលខែ3នេះអញ្ចឹងបងប្អូនត្រូវធ្វើចិត្តឲ្យសប្បាយរីករាយកុំគិតរឿងអវិជ្ជមានកុំគិតរឿងអាក្រក់គិតតែរឿងល្អល្អឲ្យពើខ្លួនឯងឲ្យខំប្រឹងនោះយើងនឹងទទួលបាននៅលៀបទទួលបាននៅជ័យបងប្អូនកូនក្មួយណាបាទបងប្អូនអ្នកដែលកើតនៅឆ្នាំកុលទាំងអស់មករយៈចុងក្រោយនេះដូចយើងបានដឹងហើយថាចំនួនជួញដូររបស់យើងវាអត់សូវរលូនលុយយើងរកអត់សល់រកអត់បានលៀបចូលអត់រួចបំណុលជាពាក់អត់មានអីសងទៀតអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំកុលបើចង់ឲ្យស្រូបលុយចូលលក់ដូរដាច់រកស៊ីមានបានរាសីឡើងបើចង់ឲ្យមានលុយដោះបំណុលគេបើចង់ឲ្យហេងកាក់កបខ្ញុំណែនាំឲ្យបងប្អូនជាវនៅខ្សែដៃស្រូបលុយដោះបំណុលបងប្អូននេះគឺជាប្រភេទខ្សែដៃស្រូបលុយដោះបំណុលណាបងប្អូនបាទអញ្ចឹងបងប្អូនពាក់នៅប្រភេទខ្សែដៃស្រូបលុយដោះបំណុលនេះគឺបងប្អូននឹងទទួលបាននៅលៀបសំណាងត្រឡប់មកវិញគ្រាន់តែពាក់ខ្សែដៃហ្នឹងមិនក៏ទៅស្រូបលុយដោះបំណុលបានព្រោះថាខ្សែដៃនេះគឺជាប្រភេទខ្សែដៃដែលខ្ញុំធ្វើឡើងជាវត្ថុមង្គលតាមក្បួនហុងស៊ុយបងប្អូនណាបាទហើយធ្វើចេញអំពីត្បូងធម្មជាតិ 100% ភូមាហើយជាប្រភេទត្បូងដែលយើងបានប្រសិទ្ធិយ៉ាងត្រឹមត្រូវអញ្ចឹងកាលណាយើងយកទៅពាក់ទៅធ្វើឲ្យយើងរាសីឡើងធ្វើឲ្យយើងនឹងរកស៊ីមានបានធ្វើឲ្យយើងនឹងបានកាក់កបដូច្នេះក្រោយពីពាក់ខ្សែដៃនេះហើយយើងនឹងហេងហើយអញ្ចឹងកាលណារាសីយើងឡើងយើងរកស៊ីបានកាលណារកស៊ីបានគឺយើងស្រូបលុយចូលផ្ទះហើយកាលណាយើងស្រូបលុយបានចូលផ្ទះហើយយើងមានលុយទៅសងបំណុលគេហើយអញ្ចឹងយើងជាខ្សែដៃនេះយកទៅពាក់ទី1វាស្អាតវាមានសោភ័ណភាពទី2វាស្រូបលុយវាដោះបំណុលហើយខ្ញុំថែមនៅប្រភេទយ័ន្តឆៃសិនអ៊ីយ័ន្តឆៃសិនអ៊ីហ្នឹងគេហៅយ័ន្តទេវតាទ្របអញ្ចឹងខ្សែយ័ន្តនេះយើងយកទៅដាក់នៅក្នុងទូរស័ព្ទដៃដាក់ក្នុងកាបូបលុយនិងស្រូបលុយនឹងលុយចូលព្រោះយើងដឹងហើយថាទេវតាទ្របគឺជាទេវតាកាន់ទ្របកាន់លៀបអញ្ចឹងលុយនឹងចូលមកអញ្ចឹងបងប្អូនចំណាយនៅថវិកាបន្តិចបន្តួចជាវនៅខ្សែដៃនេះយកទៅពាក់ទៅអ្នកដែលកើតឆ្នាំកុលនឹងហេងខ្លាំងនឹងកាក់កបខ្លាំងព្រោះថាកូនចៅកូនសិស្សរបស់ខ្ញុំគាត់បានជាវនៅខ្សែដៃនេះយកទៅពាក់ឲ្យគឺហេងខ្លាំងមែនតែនណាអញ្ចឹងបងប្អូនចង់ហេងដោយពួកគាត់បងប្អូនអាចជាវខ្សែដៃនឹងទៅឆាតចូលពេកសួរណាបងប្អូនណាកុំខមមិនឆាតសួរពេកក្នុងពេកពងឡាយនឹងទៅអញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំកុលសូមបងប្អូនកុំភ្លេចលេខសំណាងបងប្អូនបាទគឺលេខ312លេខ312គឺជាលេខលៀបលេខសំណាងរបស់បងប្អូននៅក្នុងពាក់កណ្ដាលខែ3នេះចំណែកពណ៌សំណាងរបស់បងប្អូនគឺពណ៌ផ្កាម៉ោង10បងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំកុលឃើញវីដេអូនេះហើយត្រូវចងចាំថារាសីយើងឡើងខ្លាំងហើយលេខសំណាងលេខ312អ្នកកើតឆ្នាំកុល comment 312 share វីដេអូលោកគ្រូមហាជុំដាក់លេខ312ហើយពណ៌សំណាងគឺពណ៌ផ្កាម៉ោង10បងប្អូនណាបាទ